ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើមុខម្ហូបឆាមីស៊ូបែបកូរ៉េដំបូងខ្ញុំដាក់ត្រាំផ្សិតត្រចៀកកណ្ដុរពពុះសណ្តែកនិងផ្សិតក្រៀមបន្ទាប់មកធ្វើការហាន់ស៊ូឃីនីជាសរសៃតូចល្មមសម្រាប់បន្លែបងប្អូនចូលចិត្តញ៉ាំបន្លែអ្វីគឺបងប្អូនអាចដាក់ទៅតាមចំណង់ចំណូលចិត្តបានបន្លែរបស់ខ្ញុំគឺមានតែស៊ូឃីនីការ៉ុតហើយនិងស្លឹកខ្ទឹមហើយនឹងជាប្រភេទផ្សិតត្រចៀកកណ្ដុរផ្សិតក្រៀមហើយនឹងពពុះសណ្តែកតែប៉ុណ្ណោះគ្រឿងផ្សំរបស់ខ្ញុំគឺស្រដៀងទៅនឹងឆាមីស៊ូបែបខ្មែរយើងដែរគ្រាន់តែខ្ញុំផ្លាស់ប្ដូរពីការប្រើសរសៃមីស៊ូរបស់ខ្មែរទៅជាសរសៃមីស៊ូរបស់កូរ៉េវិញបន្ទាប់មកធ្វើការក្រឡុកពងទាដើម្បីយកទៅចៀនហើយយកមកហាន់ជាសរសៃដើម្បីដាក់ពីលើឆាមីស៊ូរបស់យើងសម្រាប់ពងទានេះគឺខ្ញុំបានបន្ថែមម្សៅស៊ុបមាន់ចំនួនបន្តិចផងដែរដើម្បីឲ្យពងទារបស់យើងមានរសជាតិឡំល្មមមិនសាបពេកនៅពេលដែលយើងញ៉ាំជាមួយមីស៊ូគឺត្រូវគ្នានេះគឺជាមីស៊ូដែលខ្ញុំបានស្រុះរួចរាល់ហើយនេះគឺជាទឹកសោសដែលខ្ញុំបានលាយទុកសម្រាប់យកទៅឆាជាមួយនឹងបន្លែរបស់យើងសម្រាប់ទឹកសោសនេះមានដូចជាស្ករសអំបិលម្សៅស៊ុបមាន់ប្រេងខ្យងទឹកស៊ីអ៊ីវនិងប្រេងល្ងមុខម្ហូបមួយមុខនេះគឺមិនអាចខ្វះប្រេងល្ងបានទេព្រោះវាជួយបង្កើតឲ្យឆាមីស៊ូរបស់យើងមានរសជាតិឈ្ងុយនៅពេលដែលយើងឆាបន្លែជាមួយនឹងផ្សិតរបស់យើងចូលគ្នាបានរាងស្រពាប់បន្តិចគឺយើងធ្វើការចាក់ទឹកសោសរបស់យើងចូលទៅក្នុងនេះតែម្ដងតាមពិតទៅកន្លែងនេះបងប្អូនគួរតែចាក់ទឹកសោសចូលទៅក្នុងឆាពាក់កណ្ដាលហើយទុកពាក់កណ្ដាលទៀតទុកលាយជាមួយនឹងមីស៊ូរបស់យើងតាមក្រោយដើម្បីឲ្យវាចូលជាតិជាមួយនឹងមីស៊ូល្អដោយសារខ្ញុំបានចាក់ទឹកសោសនេះចូលទៅក្នុងឆាទាំងអស់ខ្ញុំក៏បានបន្ថែមគ្រឿងទេសទៅលើមីស៊ូតាមក្រោយផងដែរបងប្អូនអាចភ្លក្សរសជាតិមើលសិនបានប្រសិនបើខ្វះឬស្ទើររសជាតិអ្វីបងប្អូនអាចបន្ថែមគ្រឿងទេសចូលទៅតាមក្រោយបានដោយសារខ្ញុំធ្វើបរិមាណចំនួនច្រើនដូច្នេះហើយខ្ញុំមិនបានឆាមីស៊ូនៅក្នុងខ្ទះនោះទេគឺខ្ញុំបានឆាបន្លែដើម្បីយកមកចាក់នៅក្នុងមីស៊ូច្របល់ជាមួយគ្នានៅខាងក្រៅនេះតែម្ដងដោយសារការធ្វើបែបនេះគឺវាមានភាពងាយស្រួលជាងហើយខ្ញុំឃើញវិធីធ្វើរបស់ជនជាតិកូរ៉េក៏គេធ្វើបែបនេះផងដែរឥឡូវឆាមីស៊ូរបស់យើងគឺបានរួចរាល់ហើយ